ស្បែកជ្រូកបំពងស្រួយមហាសានស្រួយជាតិក៏ជាតិឆ្ងាញ់ក៏ឆ្ងាញ់បើនិយាយពីក្លិនវិញណាឈ្ងុយដល់តអិនឯណោះអ្នកអត់ថ្មិញក៏ញ៉ាំបានដែរក្លុកដាក់រសជាតិឡើងមកអែមហ្មងបងប្អូនទាំងអស់គ្នាបានមើលវីដេអូនេះហើយអាចធ្វើស្បែកជ្រូកលក់ក៏បានធ្វើញ៉ាំនៅផ្ទះជុំគ្រួសារក៏បានឬមួយក៏ធ្វើដំណើរដើរលេងទៅណាអាចធ្វើស្បែកជ្រូកនេះខ្ចប់ទៅដើរលេងក៏បានដែរញ៉ាំតាមផ្លូវអីចឹងណាព្រោះថាស្បែកជ្រូកដែលខ្ញុំធ្វើថ្ងៃនេះយើងអាចថែរក្សាវាទុករហូតបានដល់15ថ្ងៃឯណោះឲ្យតែបងប្អូនទាំងអស់គ្នាវាខ្ចប់វាឲ្យបានចិត្តល្អកុំឲ្យវាចូលខ្យល់ណាវាស្រួយប៉ុណ្ណាវានៅតែស្រួយប៉ុណ្ណឹងរហូតវិធីបំពងស្បែកជ្រូកនេះខ្ញុំចេះពីគ្រូប៊ុនមីតាំងពីរៀននៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជាផ្នែកគីមីចំណីអាហារមកម្លេះខ្ញុំពិតជាអរគុណដល់លោកគ្រូមែនទែនដែលលះបង់ពេលវេលាផ្ទាល់ខ្លួននាំសិស្សទៅទស្សនកិច្ចតាមតំបន់ដែលតាក់ទងនឹងជំនាញម៉ាដាមនិងម៉ាស្យឺនៅទីនោះល្អទាំងអស់វាជាភស្តុតាងមួយដែលសិស្សចេញពីខេត្តទៅបានជួបគ្រូល្អដូចជាពួកគាត់តើបងប្អូនទៅមើលពីវិធីធ្វើស្បែកជ្រូកបំពងទាំងអស់គ្នាស្បែកជ្រូកថ្ងៃនេះខ្ញុំធ្វើជាពីរប្រភេទទាំងធំសម្រាប់ស្ងោរចាប់ឆាយដុំតូចវិញសម្រាប់ក្លុកញ៉ាំលេងស្បែកយល់ចាប់ពោះហ្នឹងឆ្ងាញ់ណាស់បងប្អូនគ្នាអញ្ចឹងខ្ញុំដាក់វាលាយទាំងខ្លាញ់ក្នុងហ្នឹងស្បែករឹងជាខ្លាញ់វាអស់ហើយអាផ្ទាំងធំសម្រាប់ធ្វើចាប់ឆាយក៏យើងត្រូវជាខ្លាញ់វាអស់អាលីងដែរមិនថាស្បែកទន់មិនថាស្បែករឹងទេដោយសារតែយើងទុកវាយូរតែកាលណាវាជាប់ខ្លាញ់វាឆាប់ខាយើងដាក់ដាំទឹកឲ្យពុះដាក់ខ្ញីម្ដុំធំហើយនឹងអំបិលចំនួន2ស្លាបព្រាកាហ្វេអាហ្នឹងយើងស្រោះវាជាមុនសិនស្រោះតាមផ្លេតទេមើលទៅស្បែកជ្រូករបស់យើងឬសពតយើងស្រង់វាវិញមកយើងធ្វើអញ្ចឹងដើម្បីឲ្យស្បែកជ្រូករបស់យើងហ្នឹងវាមានក្លិនឈ្ងុយហើយវាអត់មានធំក្លិនឆ្អាបជ្រូកទេអូបងប្អូនទាំងអស់គ្នាមួយទៀតណាស្បែកជ្រូកនេះខ្ញុំបានកោសរោមវាស្អាតហើយកោសយកអាក្អែដែលជាប់នឹងស្បែករបស់វានោះកោសឡើងស្អាតថេងហ្មងយើងធ្វើស្បែកជ្រូកឲ្យស្អាតចឹងទៅថ្នឹកញ៉ាំខ្លាំងណាស្បែកជ្រូកដែលបានស្ងោររួចហើយនេះយើងយកវាទៅលាង2 លីត្រទឹកទៀតបន្ទាប់មកយើងធ្វើការដាំទឹកដាក់គ្រឿងស្ងោរជាថ្មីខ្ញីម្ដុំខ្ទឹមស1មើមខ្ទឹមក្រហម1មើមដំវាទៅប៉ែតហើយនឹងស្លឹកតើយ 3-4 សន្លឹកយើងញីវាឲ្យទុកយើងបង់ចូលទៅក្នុងទឹកដែលយើងកំពុងតែស្ងោរហ្នឹងយើងបន្ថែមរសជាតិចូលទៅក្នុងទឹកស្ងោរហ្នឹងឲ្យវាចូលក្នុងស្បែកជ្រូកវិញយើងដាក់អំបិល2 ស្លាបព្រាស៊ុបខ្នុរ2 ស្លាបព្រាបងប្អូនទាំងអស់គ្នាត្រូវចាំថានៅពេលដែលយើងស្ងោរស្បែកជ្រូកអត់អាចឲ្យវាមានជាប់រសជាតិផ្អែមចូលទៅក្នុងបានទេតែកាលណាវាផ្អែមវាធ្វើឲ្យស្បែកជ្រូករបស់យើងបំពងទៅឆាប់ខ្លោចខ្លាំងណារបៀបថាវាអត់ទាន់ស្រួយដល់កម្រិតដែលយើងចង់បានផងវាខ្លោចបាត់ហើយហ្នឹងស្ងោរវាមកឆ្អិនហ្មងពួកអីយើងយកវាទៅហាលរៀងយូរថ្ងៃដែរស្ងោរនេះរយៈពេល15 នាទីបងប្អូនទាំងអស់គ្នាពេលដែលយើងស្រង់វាចេញមកលើកវាដាក់ឆ្អេរហ្មងទៅកុំឲ្យប្រឡាក់ប្រដាប់ប្រដាច្រើនដោយសារតែឆ្អេរយើងរៀងប្រហោងដែរវាក៏ស្រក់ទឹកតាមនឹងដែរខែនេះក្តៅខ្លាំងណាស់បងប្អូនអើយក្តៅចង់បែកក្បាលហ្មងដល់អាកាសធាតុក្តៅចឹងពេកវាប្រែប្រួលឆាប់រហ័សពេកងាកឈឺផ្ដាសាយផងអីផងបាក់ក្នុងខ្លួនណាយើងហាលអស់រយៈពេលតែ2 ថ្ងៃឯងស្បែកជ្រូករបស់យើងឡើងក្រៀមកំពិតតែម្ដងបើតាមធម្មតាយើងត្រូវហាលរយៈពេល3 ទៅ 4 ថ្ងៃត្រង់តែវាបានក្រៀមប៉ុណ្ណឹងណាចង់ឲ្យស្បែកជ្រូកស្រួយឆ្ងាញ់យើងហាលវាស្ងួតដូចរបស់ខ្ញុំចឹងបងប្អូនអរគ្នាហាលវាស្ងួតមែនតើនិយាយទៅគប់ក្នុងបែកក្បាលណាបងប្អូនទាំងគ្នាបើសិនជាដែលបានធ្វើញ៉ាំទេអាចសាកធ្វើញ៉ាំតាមខ្ញុំបានធ្វើឲ្យដូចគ្នាចឹងណាកម្រងថាធ្វើឲ្យក្លុកឲ្យទុកស្រកដបកែទុកបាន 3-4 ថ្ងៃចឹងទៅអង្គុយញ៉ាំលេងណាតែពេលមានណាធ្វើឲ្យបានតែមួយផ្លេតហ្នឹងអស់រលីងម្នាក់ម៉ាត់អស់បដ ாய் និយាយទៅស្បែកជ្រូកយើងហ្នឹងហាលឲ្យស្ងួតមែនតែនហ្មងបងប្អូនទាំងគ្នាមើលតាមរូបភាពហ្នឹងណាកាលហាលហ្នឹងអត់បានតែប្រាយវាទេផ្លិចហើយណាមួយក្តៅខ្លាំងពេកក៏ដាក់ហាលវាចោលដល់2 ថ្ងៃទៅយប់ឡើងយើងសាទុកអញ្ចឹងណាដល់អញ្ចឹងទៅវារៀងជាប់ជាមួយនឹងឆ្អេរតិចតួចអារបស់បំពងស្រួយអញ្ចឹងកុំចោលស្លឹកតើឲ្យសោះយើងដាក់ស្លឹកតើចូលទៅក្នុងខ្លាញ់បំពងហ្នឹងវាធ្វើឲ្យខ្លាញ់ក៏ឈ្ងុយស្បែកជ្រូកខណៈរបស់ដែលយើងបំពងហ្នឹងក៏ឈ្ងុយដែរហើយមួយទៀតតិចនិចចង់ឲ្យបំពងស្រួយឆ្ងាញ់ល្អតែយើងធ្វើហាលស្ងួតប៉ុណ្ណឹងហើយបើសិនយើងអត់ចេះបំពងទេក៏អត់ស្រួយល្អដែរជាដំបូងគេបងអស់ហើយខ្លាញ់យើងត្រូវតែក្តៅជាមុនសិនដល់ពេលដែលវាក្តៅហើយយើងបង់ស្លឹកតើចូលបង់ស្បែកជ្រូកចូលទៅវាចាប់ផ្ដើមពងមកហ្មងហើយមួយទៀតស្បែកជ្រូកបើសិនជាយើងហាលវាអត់ស្ងួតចិត្តទឹកល្អទេហើយយើងយកវាទៅបំពងវាធ្វើឲ្យខ្លាញ់ហ្នឹងផ្ទុះសាហាវណាហើយបំពងទៅវាស្រួយក្រៅតែខាងក្នុងវាស្វិតខ្លាំងអត់ឆ្ងាញ់ទេអញ្ចឹងសុខចិត្តថាបងប្អូនទាំងគ្នាហាលវាឲ្យស្ងួតរើងហ្មងយកទៅបំពងស្រួយឆ្ងាញ់ណាស្លឹកក្រូចក៏ដូចគ្នាដែរខ្លាញ់ក្តៅចាំចាក់ស្លឹកក្រូចជាមួយនឹងម្ទេសក្រៀមនឹងចូលបំពងវាតាមផ្លេតវាឡើងស្រួយល្អស្រស់គ្នាហ្មងឮសំឡេងចាក់ហ្នឹងក៏ដឹងថាវាស្រួយប្រើដែរស្បែកជ្រូកសម្រាប់ធ្វើចាប់ឆាយហ្នឹងយើងដាក់បំពងវាទាំងអស់ទៅអាហ្នឹងបំពងវារៀងយូរបន្តិចដោយសារតែវាផ្ទាំងធំហើយក៏ត្រូវការយើងប្រែវាទៅប្រែវាមករៀងញាប់តិចដែរដើម្បីឲ្យវាឆ្អិនសព្វល្អមើលក៏ដាក់ចូលខ្លាញ់ភ្លាមវាឡើងពងធំមែនតែនស្បែកជ្រូករបស់យើងស្រួយល្អខ្លាំងណា
ស្បែកទាំងធំនេះយើងពងវាឲ្យមិនញ៉ាំភ្លាមណាបងប្អូនគ្នាទុកដល់ថ្ងៃឆេងមេយើងអញ្ចឹងរៀងយូរដែរយើងជាខ្លាញ់វាអស់លីងហ្មងឲ្យសល់តែស្បែកទៅណាធ្វើអញ្ចឹងអត់ងាយខាយទុកបានយូរថ្ងៃអូនិយាយថាមើលបំពងទៅឡើងពងល្អមែនតែនហ្មងហើយមើលផ្ទុះទៀតអាហ្នឹងយើងហាលស្ងួតប៉ុណ្ណឹងហើយវានៅផ្ទុះមួយទៀតបងប្អូនគ្នាបើសិនជាយើងហាលវាអត់ស្ងួតល្អទេមិនបាច់ទេស្បែកនឹងរោលអស់ហើយពងពេញហ្នឹងសំលេងក្លុកនេះហ្នឹងនឹងស្រួយខ្ញោកតែម្ដងទុកវានៅផ្ទុះដែរត្រង់ទៅវាស្រស់ខ្លាញ់អស់ហើយយើងចាក់វាដាក់ចូលចានដែកមកយើងទុកកញ្ច្រៃហ្នឹងស្រស់អត់ថ្មីដាក់ចូលវិញឡើងពងល្អមែនតែនហ្មងហាក់មានហានិភ័យផ្ទុះខ្លាញ់ចំសាច់ចំអីខូចសាច់ទេចិត្តសែនឆេងមេញ៉ៃបងប្អូនទាំងគ្នាអាចត្រៀមស្បែកជក់ខ្លួនឯងបានណាហើយលោទិញពីផ្សារមកធំក្លិនខាអីចឹងណាយើងអាចធ្វើព្រៀងទុកមុនទៅត្រឹមទៅដល់ថ្ងៃឆេងមេយើងមានស្បែកជក់ថ្មីទុកសម្រាប់ញ៉ាំខ្លួនឯងនឹកឃើញស្ងោរចាប់ឆាយឃ្លានហ្មងដាក់ស្បែកជក់ឲ្យច្រើនទៅអូជាតិស្លាប់កັບសេរីតែម្ដងស្បែកជក់ដែលបំពងនេះមិនថាដុំតូចឬដុំធំឯស្រួយល្អដូចគ្នាស្រួយសាហាវមែនតែនហ្មងណាហើយរសជាតិប្រៃឡំមាននៅក្នុងនឹងស្រាប់ហ្មងបាយបំពងដុំតូចដែលយើងទុកញ៉ាំលេងនេះវាមានរសជាតិប្រៃឡំនៅក្នុងនឹងស្រាប់មែនប៉ុន្តែវាមិនទាន់ឆ្ងាញ់ដល់កម្រិតវាទេបន្ថែមជាមួយនឹងគ្រឿងមីកូរ៉េបងប្អូនទាំងគ្នាបើសិនជាបងប្អូនទាំងគ្នាអត់មានគ្រឿងមីកូរ៉េទេបងប្អូនទាំងគ្នាអាចរកទិញគ្រឿង BBQ ក្លុកក៏ឆ្ងាញ់ដែរខ្ញុំដាក់វា2ស្លាបព្រាហើយថែមស្ករស2ស្លាបព្រាស្មើគ្នាក្លុកឲ្យគ្រឿងរបស់យើងចូលជាតិគ្នាឲ្យសព្វទៅជាការស្រេចទៅនិយាយថាឆ្ងាញ់មហាសានឆ្ងាញ់ហើយជាប់ជាតិល្អហ្មងយើងអាចក្លែមក៏បានញ៉ាំលេងក៏បានដែរមុខនេះហ៎ពិសេសមែនតើញ៉ាំទៅស្រួយប្រើជក់មាត់ឆ្ងាញ់ណាខ្ញុំខានធ្វើវាយូរដែរតែខ្លាចភ្លេចវិជាគុណអញ្ចឹងក៏រំលឹកវិជាគុណចែករំលែកដល់បងប្អូនទាំងអស់គ្នាទៅអរគុណបងប្អូនទាំងអស់គ្នាតាមដានវីដេអូនេះរហូតដល់ចប់បាយបាយ